នាងខ្ញុំឈ្មោះវ៉ែយូអ៊ីជាសិស្សថ្នាក់ទី6នៃសាលាបឋមសិក្សា24កញ្ញាមកពីខេត្តក្រចេះសូមអានអត្ថបទមានចំណងជើងថាការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គមការអានគឺជាដំណើរការរៀនសូត្រមួយជួយឲ្យយើងទទួលបានចំណេះដឹងបទពិសោធន៍ព័ត៌មានជំនាញនិងបច្ចេកទេសពីគ្នាទៅវិញទៅមកឬជាកេរដំណែលរបស់មនុស្សជំនាន់មុនសម្រាប់យកមកអភិវឌ្ឍសមត្ថភាពឲ្យកាន់តែប្រសើរឡើងការអានចាត់ទុកជាការចែករំលែកចំណេះដឹងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ឬពីក្រុមមួយទៅក្រុមមួយពីជំនាន់មួយទៅជំនាន់មួយដើម្បីយកមកច្នៃប្រឌិតអភិវឌ្ឍឲ្យកាន់តែមានការរីកចម្រើនទំនើបទាន់សម័យស្របតាមតម្រូវការរបស់មនុស្សជាតិអ្នកវិទ្យាសាស្ត្រអាចរកឃើញបច្ចេកវិទ្យាកាន់តែទំនើបបានអ្នកសេដ្ឋកិច្ចអាចអភិវឌ្ឍប្រព័ន្ធសេដ្ឋកិច្ចទំនើបអ្នកវិទ្យាសាស្ត្រសុខាភិបាលអាចផលិតឱសថទំនើបមានប្រសិទ្ធភាពគឺអាស្រ័យដោយសារការសិក្សាស្រាវជ្រាវពីរូបមន្តគម្ពីរក្បួនខ្នាតដែលអ្នកប្រាជ្ញឬអ្នកជំនាញជំនាន់មុនបានចងក្រងទុករួមផ្សំជាមួយនឹងការសិក្សាស្រាវជ្រាវរកឃើញថ្មីទៀតគេដំណើរប្រវត្តិសាស្ត្រមនុស្សជាតិអ្នកជំនាន់ក្រោយអាចទទួលបានក៏ដោយសារឯកសារដែលបុព្វបុរសបានចងក្រងទុកតាំងពីបុរាណតជំនាន់រៀងមកស្នាដៃដ៏មានតម្លៃទាំងនោះមានដូចជាសិលាចារឹកប្រវត្តិសាស្ត្រអក្សរសាស្ត្រជាដើមដែលត្រូវបានអភិរក្សទុកដោយមិនអាចកែប្រែបានឡើយឯកសារឬស្នាដៃទាំងនេះមានតម្លៃណាស់សម្រាប់មនុស្សជាតិតគ្នាជាច្រើនជំនាន់អានឆ្វេងយល់សិក្សារៀនសូត្រឬអាចប្រតិបត្តិបានតាមរយៈបទពិសោធន៍ល្អនិងមានប្រសិទ្ធភាពការសិក្សារៀនសូត្រការបង្រៀនការចែករំលែកនិងការផ្សព្វផ្សាយបន្តជាប់មិនដាច់ជួយឲ្យមនុស្សមានការរីកចម្រើនចេះដោះស្រាយបញ្ហាបង្កើតវប្បធម៌សន្តិភាពព្រមទាំងអភិវឌ្ឍសង្គមវប្បធម៌វិទ្យាសាស្ត្រនិងសេដ្ឋកិច្ចឲ្យកាន់តែមានការរីកចម្រើនការអានពិតជាបានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គមពីជំនាន់មួយទៅជំនាន់មួយយ៉ាងប្រឆាំងសូមអរព្រះគុណសូមអរគុណ